Online scam ជនបរទេសជាង200នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុជនសង្ស័យចំនួន263នាក់ស្ត្រី17នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះពិនិត្យនិងឆែកឆេរអតីតកាស៊ីណូ Galaxy World ដែលមានទីតាំងស្ថិតនៅក្នុងក្រុមទី6ឃុំ4សង្កាត់លេខ4ក្រុងនិងខេត្តព្រះសីហនុក្រោមការសង្ស័យថាមានការលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យា online scam ជនសង្ស័យដែលបានឃាត់ខ្លួនមានចំនួន263នាក់ទាំងអស់នោះរួមមានជនជាតិប៉ាគីស្ថានចំនួន111នាក់បង់ក្លាដេសចំនួន23នាក់ចិន207នាក់ស្ត្រី7នាក់ស្ត្រីមីយ៉ាន់ម៉ាចំនួន6នាក់នេប៉ាល់4នាក់វៀតណាម7នាក់ស្ត្រី3នាក់ម៉ាឡេស៊ី4នាក់និងជនជាតិឡាវ1នាក់ចំណែកវត្ថុតាងដែលបានដកហូតរួមមានកុំព្យូទ័រឡូតុកចំនួន860គ្រឿងទូរស័ព្ទដៃ4129គ្រឿងកុំព្យូទ័រយួរដៃចំនួន16គ្រឿងនិង iPad ចំនួន14គ្រឿងប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគោបឆបនិងមានការចូលរួមសហការពីអគ្គស្នងការនគរបាលជាតិអគ្គស្នងការអន្តោប្រវេសន៍គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងអមដោយការសម្របសម្រួលនីតិវិធីពីលោកឈៀវអ៊ិបគង់ព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តព្រះសីហនុដែលបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ននិងត្រូវបានប្រគល់ជូននគរបាលប៉ុស្តិ៍សង្កាត់លេខ4ក្រុងនិងខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងចាំអនុវត្តនីតិវិធីបន្តសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់និងយ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ